សូមស្វាគមន៍មកកាន់នេតិនិយាយដើមខ្មោចជាទីដែលស្រមោលអាប់អួរលាក់បាំងអាថកកំបាំងគួរឲ្យព្រឺព្រួយសូមត្រៀមចាត់ត្រៀមថ្លើមឲ្យម៉ាំព្រោះរឿងដែលអ្នកនឹងបានស្ដាប់នេះអាចនឹងធ្វើឲ្យអ្នកគេងមិនលក់ពេញមួយយប់អស្ចារ្យនេះជារឿងខ្មោចដែលមានចំណងជើងថាកញ្ចក់វិញ្ញាណជាប់ឃុំនិយាយអត្ថបទនេះដោយប្រើអារម្មណ៍ធម្មតាកញ្ចក់វិញ្ញាណជាប់ឃុំវត្ថុបុរាណចម្លែកស្រីលក្ខជាយុវតីវ័យ23ឆ្នាំមានការងារជាអ្នករចនាផ្ទៃក្នុងដែលតែងតែស្វែងរកវត្ថុប្លែកៗមកតាំងលម្អគេហដ្ឋាននាងទៅតែបានផ្លាកទៅរស់នៅផ្ទះល្វែងថ្មីមួយកន្លែងដែលមានលក្ខណៈទូលាយស្ថិតនៅជ័យក្រុងភ្នំពេញផ្ទះនោះមើលទៅមានភាពស្ងប់ស្ងាត់និងមានបរិយាកាសល្អសម្រាប់ការបំផុសគំនិតច្នៃប្រឌិតរបស់នាងដោយសារតែចង់ឲ្យផ្ទះថ្មីនេះមានលក្ខណៈប្លែកពីគេនាងក៏សម្រេចចិត្តដារផ្សារវត្ថុបុរាណមួយកន្លែងដែលមានឈ្មោះថាបុរាណដ្ឋានហាងនោះពោពេញទៅដោយវត្ថុចាស់ៗជាច្រើនប្រភេទដែលមានទាំងរូបសំណាកថូផ្កាចានឆ្នាំងនិងគ្រឿងសង្ហារឹមជាដើមស្រីលះដើររើសមើលម្ដងមួយដោយភ្នែករំពៃរករបស់ដែលត្រូវចិត្តរំពេតនោះភ្នែករបស់នាងក៏បានប្រទះឃើញវត្ថុមួយយ៉ាងពិសេសដែលទាក់ទាញចិត្តនាងខ្លាំងបំផុតនោះគឺកញ្ចក់ចាស់មួយផ្ទាំងដែលមានទំហំប៉ុនខ្លួនមនុស្សពេញវ័យស៊ុំកញ្ចក់នោះធ្វើពីឈើបេងឬកូគីដែលរចនាយ៉ាងល្អឡនដោយមានឆ្លាក់ជារូបស្លឹកផ្កាច្បាស់ថ្វីត្បិតតែវាមានស្នាមប្រឡាក់និងហាក់ដូចជាមានធូលីដីជាប់ច្រើនប៉ុន្តែសម្រស់ពីធម្មជាតិរបស់វានៅតែលេចធ្លោបងស្រីកញ្ចក់នេះតន្លៃប៉ុណ្ណាដែរស្រីលះសួរទៅកាន់ម្ចាស់ហាងដែលជាបរិសវ័យចំណាស់ម្នាក់អូកញ្ចក់នឹងឬក្មួយហាវាជាវត្ថុបុរាណដ៏កម្រាមួយក្មួយម្ចាស់ដើមគេលក់ឲ្យខ្ញុំក្នុងតម្លៃថោកថោកព្រោះគេថាវាតាមទុកមិនសុខចិត្តតែបើក្មួយស្រឡាញ់ពិតប្រាកដខ្ញុំលក់ឲ្យក្មួយក្នុងតម្លៃសមរម្យទេម្ចាស់ហាងញញឹមចម្លែកបន្តិចស្រីលក្ខមិនសូវចាប់អារម្មណ៍នឹងពាក្យសម្ដីចម្លែករបស់ម្ចាស់ហាងប៉ុន្មានទេព្រោះនាងជឿលើការគិតបែបវិទ្យាសាស្ត្រច្រើនជាងនាងគិតថាម្ចាស់ហាងគ្រាន់តែចង់លក់ដាច់ទៅនិយាយបំប៉ោងនាងបានទិញកញ្ចក់នោះភ្លាមហើយឲ្យអ្នកដឹកជញ្ជូនយកទៅដល់ផ្ទះថ្មីរបស់នាងពេលទៅដល់ផ្ទះស្រីលក្ខបានដាក់កញ្ចក់នោះនៅកណ្ដាលបន្ទប់ទទួលភ្ញៀវនាងចំណាយពេលជាច្រើនម៉ោងដើម្បីសម្អាតធូលីនិងស្នាមប្រឡាក់ចេញពីកញ្ចក់នោះពេលដែលកញ្ចក់ស្អាតផូរផង់ហើយសម្រាប់របស់វាក៏កាន់តែលេចធ្លោស្រីលក្ខញញឹមដោយពេញចិត្តព្រមទាំងដើរទៅឈរចាំជាមុខកញ្ចក់ដើម្បីថតរូបខ្លួនឯងជាមួយវត្ថុបុរាណដ៏ស្រស់ស្អាតនេះនាងលើកទូរស័ព្ទថតមួយសន្លឹករំពេចនោះរូបភាពដែលចេញមកធ្វើឲ្យបេះដូងនាងលោតញាប់ខកប្រក្រតីនៅក្នុងរូបថតនាងឃើញមុខខ្លួនឯងពិតមែនប៉ុន្តែនៅខាងក្រៅក្បាលរបស់នាងមានស្រមោលមុខមនុស្សម្នាក់លៀនចេញមកយ៉ាងស្រាលមុខនោះស្លេកស្លាំងភ្នែករលីងរលោងហាក់បីដូចជាមុខខ្មោចឡងដូច្នោះអាយ៉ាឬមួយខ្ងឹមថតប៉ះចាំគេងងើតនាងសួរខ្លួនឯងហើយព្យាយាមថតម្ដងទៀតលើកនេះនាងមិនឃើញអ្វីចម្លែកទេគ្រាន់តែមុខនាងនៅដដែលគ្មានស្រមោលអ្វីទាំងអស់នាងគិតថាប្រហែលជាកំហុសបច្ចេកទេសរបស់ទូរស័ព្ទឬកញ្ចក់ប្រហែលជាមានស្នាមប្រឡាក់ត្រង់ណាមួយដែលមើលមិនឃើញនាងក៏លែងចាប់អារម្មណ៍នឹងរឿងនោះទៀតហើយបានចូលគេងទាំងចិត្តនៅតែរំភើបជាមួយកញ្ចក់ថ្មីរូបភាពដ៏រន្ធត់ប៉ុន្មានថ្ងៃក្រោយមកស្រីលក្ខនៅតែសប្បាយរីករាយនឹងកញ្ចក់ថ្មីរបស់នាងតែងតែឈរមុខកញ្ចក់ដើម្បីសិតសក់លាបម្សៅឬសាកសម្លៀកបំពាក់ថ្មីលុះមួយថ្ងៃពេលដែលនាងរៀបចំខ្លួនតែធ្វើការនាងបានឈរមើលមុខខ្លួនឯងក្នុងកញ្ចក់រំពេចនោះមុខដែលនាងឃើញក្នុងកញ្ចក់មិនមែនជាមុខរបស់នាងឡើយវាជាមុខស្រីម្នាក់ទៀតដែលនាងមិនស្គាល់សោះមុខនោះស្លែកស្លាំងត្រជាក់ស្រែបដូចជាគ្មានឈាមសោះភ្នែករបស់នាងបើកធំស្រវាំងហាក់បីដូចជានាងទៅតែស្លាប់យ៉ាងអយុត្តិធម៌ស្រីលក្ខស្រែកឡើងដោយតក់ស្លុតហើយថយក្រោយមួយចំហៀនពេលនាងក្រឡែកមើលម្ដងទៀតមុខរបស់នាងក៏លេចឡើងវិញដូចធម្មតាបេះដូងនាងលោតញាប់រន្ធាន់ដៃជើងចាប់ផ្ដើមញ័រនាងព្យាយាមដកដង្ហើមវែងដើម្បីស្ងប់អារម្មណ៍មិនអាចប្រហែលជាខ្ញុំយល់សប្តាហ៍សោះ
នាងលួងលោមខ្លួនឯង នាងក៏សម្រេចចាត់សាកល្បងម្ដងទៀតនាងសម្លឹងមើលទៅក្នុងកញ្ចក់ដោយប្រុងប្រយ័ត្នពេលនេះមុខរបស់នាងក៏នៅដដែលនាងដកដង្ហើមធូរស្រាលហើយក៏គិតថាប្រហែលជានាងនឿយហត់ខ្លាំងពេកទើបភ្នែកមើលឃើញចម្លើយខ្លែកនាងក៏ចេញទៅធ្វើការដោយធម្មតាប៉ុន្តែរឿងនេះបានកើតឡើងម្ដងហើយម្ដងទៀតនៅពេលដែលនាងមើលទៅក្នុងកញ្ចក់នោះពេលខ្លះនាងឃើញមុខនាងផ្ទាល់តែពេលខ្លះនាងឃើញមុខស្រីស្លេកស្លាំងនោះមុខនោះហាក់ដូចជាកាន់តែច្បាស់ឡើងពេលដែលនាងឃើញមុខនោះនាងតែងតែមានអារម្មណ៍ថាត្រជាក់ស្រែបដាប់ពេញខ្លួនស្រីលាក់ចាប់ផ្ដើមភ័យខ្លាចនាងព្យាយាមហៅមិត្តភក្តិឬអ្នករួមការងារមកផ្ទះដើម្បីឲ្យគេមើលកញ្ចក់នោះដែរប៉ុន្តែគ្មាននរណាម្នាក់មើលឃើញអ្វីប្លែកក្រោយពីមុខរបស់ពួកគេឡើយមិត្តភក្តិរបស់នាងម្នាក់ឈ្មោះកញ្ញាលីដាបានលេងសើចថាណែស្រីលាក់ហាងធ្វើការច្រើនពេកហើយដេកឲ្យបានគ្រប់គ្រាន់ខ្លះទៅភាពភ័យខ្លាចរបស់ស្រីលាក់កាន់តែធំឡើងនាងចាប់ផ្ដើមគេងមិនលក់រាល់យប់នាងតែងតែយល់សប្តីឃើញមុខស្រីស្លែកស្លាំងនោះហាក់ដូចជានាងកំពុងតែសម្លឹងមកនាងដោយការឈឺចាប់ពេលខ្លះនាងឮសំឡេងខ្សឹបចេញពីបន្ទប់ទទួលភ្ញៀវហាក់ដូចជាមាននរណាម្នាក់កំពុងតែនិយាយប៉ុន្តែមិនឮច្បាស់ថាពួកគេនិយាយអ្វីនោះទេការស្រាវជ្រាវដ៏អថកំបាំងដោយត្រៀមលែងបានស្រីលាក់ក៏សម្រេចចាត់ថាត្រូវតែរកការពិតឲ្យឃើញនាងចាប់ផ្ដើមស្រាវជ្រាវអំពីកញ្ចក់ចាក់និងរឿងព្រេងនិទានខ្មោចលងតាមកញ្ចក់នាងបានអានរឿងរ៉ាវជាច្រើននៅលើអ៊ីនធឺណិតអំពីវត្ថុដែលមានវិញ្ញាណជាប់ពិសេសគឺកញ្ចក់គេថាកញ្ចក់អាចជាច្រកសម្រាប់វិញ្ញាណឆ្លងកាត់ឬជាកន្លែងដែលវិញ្ញាណអាចជាប់ឃុំបានប្រសិនបើវត្ថុនោះជាសាក្សីនៃព្រឹត្តិការណ៍ដ៏សោកសៅឬខូខៅណាមួយនាងក៏នឹកឃើញដល់ពាក្យសម្ដីរបស់ម្ចាស់ហាងលក់វត្ថុបុរាណដែលថាម្ចាស់ដើមគេលក់ឲ្យខ្ញុំក្នុងតម្លៃថោកព្រោះគេថាវាតាំងទុកមិនសុខចិត្តនាងក៏សម្រេចចិត្តត្រឡប់ទៅហាងបុរាណដ្ឋាននោះម្ដងទៀតពេលទៅដល់ម្ចាស់ហាងនៅតែជាបុរសចំណាស់នោះដដែលក្មួយស្រីមិនក៏មកទៀតកញ្ចក់នោះមានបញ្ហាអីឬម្ចាស់ហាងសួរដោយទឹកមុខភ្ញាក់ផ្អើលបន្តិចស្រីលាក់ស្ទាក់ស្ទើរបន្តិចមុននឹងសម្រេចចិត្តប្រាប់រឿងរ៉ាវទាំងអស់ដែលនាងបានជួបប្រទះអូកញ្ចក់នោះពេលខ្ញុំមើលទៅក្នុងវាខ្ញុំឃើញមុខស្រីម្នាក់ដែលខ្ញុំមិនស្គាល់នាងមើលទៅស្លេកស្លាំងណាស់ដូចជាស្លាប់ទៅហើយម្ចាស់ហាងសម្លឹងមុខនាងដែលរៀងស្លែកស្លាំងបន្តិចអូក្មួយក៏ជួបដូចគ្នាដែរឬខ្ញុំមិនចង់និយាយអាក្រក់ពីវត្ថុដែលខ្ញុំលក់ទេតែតាមពិតម្ចាស់ដើមគេលក់វាឲ្យខ្ញុំដោយសារតែគេជួបរឿងចម្លែកដូចក្មួយដែរគ្រួសារនោះមានកូនស្រីម្នាក់ឈ្មោះស្រីពៅនាងស្រឡាញ់កញ្ចក់នោះណាស់តែក្រោយមកនាងក៏បាត់ខ្លួនដោយគ្មានមូលហេតុឪពុកម្ដាយនាងខំរកអស់មួយជីវិតតែរកមិនឃើញសោះក្រោយពីបាត់ស្រីពៅទៅគ្រួសារនោះតែងតែយល់សប្តីឃើញកូនស្រីមកយំសោកសង្រេងនៅក្នុងកញ្ចក់ហើយផ្ទះក៏ជួបរឿងមិនល្អជាបន្តបន្ទាប់ទើបគេលក់ផ្ទះនិងរបស់របរទាំងអស់រួមទាំងកញ្ចក់នេះផងដែរពាក្យសម្ដីរបស់ម្ចាស់ហាងធ្វើឲ្យស្រីលាក់ព្រឺឆ្អឹងខ្លងស្រីពៅឈ្មោះនេះហាក់ដូចជាធ្លាប់ឮនៅកន្លែងណាមួយពូតើពូមានដឹងពីទីតាំងផ្ទះដើមរបស់កញ្ចក់នេះទេស្រីលាក់សួរដោយការតាំងចិត្តម្ចាស់ហាងស្ទាក់ស្ទើរបន្តិចតែដោយឃើញទឹកមុខស្រីលាក់មានការបដិញ្ញាចិត្តខ្លាំងក៏បានប្រាប់ពីទីតាំងផ្ទះចាស់នោះទៅនាងផ្ទះខ្មោចឡងស្រីលាក់បានទៅដល់ផ្ទះចាស់ដែលម្ចាស់ហាងបានប្រាប់ផ្ទះនោះជាផ្ទះវីឡាបុរាណមួយដែលមានរបងខ្ពស់ព័ទ្ធជុំវិញទ្វាររបងចាក់សៅយ៉ាងជិតក៏ប៉ុន្តែរបងមានប្រហោងមួយកន្លែងដែលអាចឲ្យនាងលូនចូលបានផ្ទះនោះមើលទៅហាក់ដូចជាត្រូវបានទាយបោះបង់ចោលយូរហើយព្រោះមានវិលវាព័ទ្ធពេញជញ្ជាំងហើយស្មៅក៏ដុះខ្ពស់ស្រីលាក់មានអារម្មណ៍ថាត្រជាក់ស្រែបដាពេញខ្លួនតាំងពីឈានជើងចូលរបងផ្ទះនោះមកម្លេះនាងក៏នឹកឃើញដល់មុខស្រីស្លែកស្លាំងក្នុងកញ្ចក់នាងគិតថាមុខនោះប្រហែលជាមុខរបស់ស្រីពើស្រីលាក់ក៏ដើរទៅជិតផ្ទះ
ហើយសាកលបងរុនទ្វានោះមិនបានចាក់សោទេហើយក៏ระเบิดចេញដោយសំឡេងអេតនៅក្នុងផ្ទះមានភាពងងឹតសួនឈឹងនិងមានក្លិនអាប់អួរវត្ថុរបស់នៅក្នុងផ្ទះនៅតែមានដូចដើមគ្រាន់តែវាប្រឡាក់ធូលីនៅមានស្រសៃពីវ៉ាតពេញស្រីលះដើរចូលទៅដោយប្រុងប្រយ័ត្ននាងដើរចូលទៅក្នុងបន្ទប់មួយដែលមើលទៅហាក់ដូចជាបន្ទប់គេងនៅលើជញ្ជាំងមានស្នាមកន្លែងមួយដែលធ្លាប់មានវត្ថុធំឆ្ពាវឬតាំងពីមុននាងគិតថាប្រហែលជាកន្លែងដែលកញ្ចក់នោះធ្លាប់បានតាំងពីមុនពេលដែលនាងកំពុងតែសម្លឹងមើលជញ្ជាំងរំពេកនោះនាងក៏ឮសំឡេងនរ៉ាម្នាក់ខ្សឹបនៅក្បែរត្រចៀកនាងថាជួយខ្ញុំផងសំឡេងនោះស្ងប់ស្ងាត់ញ័រហាក់ដូចជាមកពីវិញ្ញាណដែលជាប់ឃុំស្រីលាក់ស្ទើរតែដួលសន្លប់នាងប្រមូលស្មារតីហើយសម្លឹងមើលជុំវិញគ្មាននរណាម្នាក់នៅក្នុងបន្ទប់នោះឡើយក៏ប៉ុន្តែនាងមានអារម្មណ៍ថាវត្តមានរបស់វិញ្ញាណនោះគឺនៅជិតនាងខ្លាំងណាស់នាងក៏សម្រេចចិត្តត្រឡប់ទៅផ្ទះវិញហើយបានទៅជួបលោកអាចារ្យនៅវត្តក្បែរផ្ទះរបស់នាងបានរៀបរាប់រឿងរ៉ាវទាំងអស់ទៅកាន់លោកអាចារ្យដោយក្តីអស់សង្ឃឹមលោកអាចារ្យក៏បានស្ដាប់ដោយយកចិត្តទុកដាក់លោកអាចារ្យនឹងអាចកំបាំងដែលលាក់កំបាំងលោកអាចារ្យជាបុរសចំណាស់មានវ័យជិត70ឆ្នាំស្លៀកពាក់សបំពាក់ខ្សែកថាប្រក់សម្ពុតសូត្រលោកមានភ្នែកភ្លឺថាទឹកមុខស្រស់ស្រាយបន្ទាប់ពីស្ដាប់រឿងរ៉ាវរបស់ស្រីលក្ខចប់លោកអាចារ្យក៏ងក់ក្បាលយឺតចៅស្រីរឿងបែបនេះពិតជាងាយមែនវិញ្ញាណដែលជាប់ឃុំមិនបានទៅចាប់កំណើតក៏ដោយសារតែពួកគេស្លាប់ទាំងមិនបានដាច់អាល័យមិនបានបំពេញបំណងឬស្លាប់ដោយការឈឺចាប់កញ្ចក់របស់ចៅស្រីប្រហែលជាវត្ថុស័ក្តិសិទ្ធិដែលបានឃើញហេតុការណ៍ដ៏អាក្រក់ហើយវិញ្ញាណនោះក៏បានជាប់ឃុំនៅក្នុងកញ្ចក់នោះលោកអាចារ្យតាខ្ញុំត្រូវធ្វើដូចម្ដេចទើបអាចជួយនាងបានខ្ញុំខ្លាចនាងណាស់តែខ្ញុំក៏អាណិតនាងដែរស្រីលក្ខនិយាយដោយសំឡេងញ័រលោកអាចារ្យបានប្រាប់ស្រីលក្ខឲ្យយកកញ្ចក់នោះមកវត្តដើម្បីធ្វើពិធីបួងសួងនិងសូត្រមន្តឧទ្ទិសកុសលនាងក៏បានធ្វើតាមដោយមិនបង្អង់យូរពេលទៅដល់វត្តលោកអាចារ្យបានរៀបចំពិធីបួងសួងមួយយ៉ាងធំទឹកមន្តត្រូវបានរៀបចំឡើងធូបទៀនត្រូវបានអ៊ុតហើយផ្កាភ្ញីត្រូវបានថ្វាយលោកអាចារ្យចាប់ដើមសូត្រធម៌បាលីដោយទឹកដំដ៏ស្ងប់ស្ងាត់ពេលដែលលោកអាចារ្យសូត្រមន្តស្រីលក្ខក៏ឈរនៅក្បែរនោះនាងសម្លឹងមើលទៅកញ្ចក់រំពេតនោះផ្ទៃកញ្ចក់ក៏ចាប់ឡើងព្រើលហើយមុខរបស់ស្រីពៅក៏លេចឡើងយ៉ាងច្បាស់លើកនេះនាងមិនស្លែកស្លាំងដូចមុនទេតែនាងកំពុងតែយំស្រក់ភ្នែកហើយមុខរបស់នាងមានភាពឈឺចាប់នាងហាក់ដូចជាកំពុងព្យាយាមនិយាយអ្វីមួយតែមិនឮសំឡេងលោកអាចារ្យមើលឃើញដូចគ្នាហើយក៏បន្តសូត្រមន្តកាន់តែខ្លាំងរំពេចនោះកញ្ចក់ក៏ចាប់ផ្ដើមញ័រតិចហើយស្រីពៅក៏ចាប់ផ្ដើមបង្ហាញរូបភាពជាខ្សែរឿងយ៉ាងលឿននៅក្នុងកញ្ចក់នោះក្នុងកញ្ចក់ស្រីលក្ខនិងលោកអាចារ្យបានឃើញខ្សែរឿងរបស់ស្រីពៅគឺជានារីវ័យក្មេងម្នាក់ដែលមានរូបឆោមស្រស់ស្អាតនាងរស់នៅក្នុងផ្ទះនោះជាមួយឪពុកម្ដាយនាងបានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ដែលជាកូនអ្នកមាននៅជិតខាងបុរសនោះមានចិត្តស្មោះត្រង់នឹងស្រីពៅណាស់ក៏ប៉ុន្តែគ្រួសាររបស់បុរសនោះមិនយល់ព្រមឡើយព្រោះយល់ថាស្រីពៅមិនមានងារបណ្ដាស័ក្តិសមថ្ងៃមួយបុរសនោះបានសុំស្រីពៅរត់តាមខ្លួនដើម្បីទៅរស់នៅកន្លែងឆ្ងាយស្រីពៅក៏បានយល់ព្រមនាងបានរៀបចំរបស់របរខ្លះៗហើយនាងបានឈរនៅមុខកញ្ចក់នោះដើម្បីមើលខ្លួនឯងជាលើកចុងក្រោយមុននឹងចាកចេញពីផ្ទះក៏ប៉ុន្តែពេលដែលនាងកំពុងតែឈរមុខកញ្ចក់នោះឪពុករបស់នាងក៏បានលេចមុខមកដោយមិនដឹងខ្លួនឪពុកនាងខឹងសម្បាខ្លាំងណាស់ដែលកូនស្រីលួចលាក់មានស្នេហាហើយថែមទាំងចង់រត់តាមប្រុសទៀតឪពុករបស់ស្រីពៅបានចាប់នាងខ្ទប់មាត់ហើយព្យាយាមអូមនាងចូលទៅក្នុងបន្ទប់មួយទៀតស្រីពៅបានតស៊ូប្រកែកក៏ប៉ុន្តែឪពុកនាងខឹងពេកក៏បានវាយនាងបែកក្បាលនឹងជញ្ជាំង
ស្រីពើក៏បានដួលស្លាប់បាត់បង់ជីវិតភ្លាមៗនៅចាំពីមុខកញ្ចក់នោះតែម្ដងឪពុករបស់នាងដោយភ័យខ្លាចរឿងរ៉ាវបែកការក៏បានលួចយកសពកូនស្រីទៅកប់លែកបំបត្តិដាននៅសួនក្រោយផ្ទះរីឯកញ្ចក់នោះក៏ជាវត្ថុស័ក្តិសិទ្ធិតែមួយគត់ដែលបានឃើញហេតុការណ៍ដ៏ឃោរឃៅនេះពេលឃើញហេតុការណ៍នេះស្រីលាក់ស្រែកយំដោយក្តីអាណិតអាសូរនិងតក់ស្លុតលោកអាចារ្យក៏បានបិទភ្នែកហើយចាប់ផ្ដើមសូត្រមន្តកាន់តែលឿនទឹកមន្តក៏ត្រូវបានព្រក់ទៅលើកញ្ចក់រូបភាពរបស់ស្រីពើនៅក្នុងកញ្ចក់ក៏បានញញឹមដោយទឹកមុខស្រណោះស្រណោយហើយទឹកភ្នែករបស់នាងក៏ហូរចុះមកនាងបានលើកដៃទាំងពីរអោបខ្លួនឯងហាក់ដូចជារំដោះខ្លួនពីភាពឈឺចាប់បន្ទាប់មករូបភាពរបស់នាងក៏បានរលាយបាត់បង់ទៅជាផ្សែងហុយហុយផ្ទីកញ្ចក់ក៏ត្រឡប់មកថ្លាដូចដើមវិញការរំដោះវិញ្ញាណបន្ទាប់ពីវិញ្ញាណស្រីពៅបានរលាយបាត់លោកអាចារ្យក៏បានដកដង្ហើមធូរស្រាលវិញ្ញាណនាងបានទៅចាប់កំណើតហើយចៅស្រីនាងបានទទួលយុត្តិធម៌ហើយស្រីលាក់នៅតែយំសោកនាងសួរលោកអាចារ្យថាតែលោកអាចារ្យតើយុត្តិធម៌ទៅណាឪពុករបស់នាងមិនតន់ទទួលទោសថងលោកអាចារ្យបានប្រាប់នាងថាចៅស្រីឪពុករបស់នាងក៏បានជួបទុក្ខទោសដោយការឈឺចាប់អស់មួយជីវិតដែរគាត់ត្រូវរស់នៅក្នុងភាពភ័យខ្លាចភាពទោមនៈនិងការរងទុក្ខគាត់មិនបានទទួលកម្មពៀតាមផ្លូវច្បាប់មែនតែកម្មពៀតាមផ្លូវចិត្តគឺធ្ងន់ធ្ងរជាងនេះទៅទៀតពេលនេះវិញ្ញាណរបស់ស្រីពៅបានទៅកាន់សុគតិភាពហើយគាត់ក៏អាចនឹងទទួលការលើកលែងទោសខ្លះដែរស្រីលាក់ក៏សម្រេចចិត្តយកកញ្ចក់នោះទៅរក្សាក្នុងវត្តនាងលែងហ៊ានតាំងវានៅផ្ទះទៀតហើយនាងក៏បានត្រឡប់ទៅផ្ទះចាស់របស់ស្រីពៅម្ដងទៀតនាងបានដើរទៅសួនក្រោយផ្ទះហើយក៏បានជីកដីនៅកន្លែងមួយដែលនាងមានអារម្មណ៍ថាត្រជាក់ស្រាបខុសពីធម្មតាទីបំផុតនាងក៏បានប្រទះឃើញឆ្អឹងនិងគ្រឿងអលង្ការខ្លះៗដែលជារបស់ស្រីពៅនាងក៏បានរៀបចំពិធីបូជាសពស្រីពៅតាមប្រពៃណីដើម្បីឲ្យនាងបានទៅកាន់សុគតិភាពដោយសេចក្តីសុខពិតប្រាកដជីវិតថ្មីបន្ទាប់ពីរឿងរ៉ាវដ៏រន្ធត់នេះស្រីលាក់ក៏បានរៀនសូត្របានច្រើននាងលែងជឿលើតែវិទ្យាសាស្ត្រតែម្យ៉ាងទៀតហើយនាងក៏បានបោកចិត្តទទួលយកជំនឿលើវិញ្ញាណនិងកម្មពៀនាងតែងតែទៅវត្តធ្វើបុណ្យជាប្រចាំហើយនាងក៏មានចិត្តអាណិតអាសូរចំពោះអ្នកដទៃច្រើនជាងមុនពេលខ្លះនាងនៅតែនឹកឃើញដល់មុខស្លេកស្លាំងរបស់ស្រីពៅតែលែងមានភាពភ័យខ្លាចទៀតហើយនាងមានអារម្មណ៍ថាស្រីពៅបានទៅដោយសេចក្តីសុខហើយជីវិតរបស់ស្រីលេខក៏បានវិលត្រឡប់មកធម្មតាវិញតែនាងមិនដែលភ្លេចរឿងរ៉ាវនៃកញ្ចក់វិញ្ញាណជាប់ឃុំនោះឡើយកញ្ចក់នោះបានបង្រៀននាងថាពិភពលោកនេះមិនត្រឹមតែមានអ្វីដែលយើងមើលឃើញដោយភ្នែកទទេប៉ុណ្ណោះទេតែនៅមានអត្ថកម្បាំងជាច្រើនទៀតដែលលាក់បាំងពីក្រសែភ្នែកមនុស្សពេលដែលនាងមើលទៅកញ្ចក់របស់នាងម្ដងទៀតនាងក៏ឃើញមុខរបស់នាងផ្ទាល់ប៉ុន្តែជួនកាលនៅជ្រុងម្ខាងនៃកញ្ចក់នាងហាក់ដូចជាឃើញស្រមោលញញឹមមួយយ៉ាងស្រាលៗដែលផ្ដល់នូវអារម្មណ៍កក់ក្ដៅនិងសន្តិភាព